ការបើកក្បាលវីដេអូមកមានការឡើងភ្នំថ្ងៃទី3នេះពួកខ្ញុំឡើងភ្នំហើយឡើងអត់ខ្ពស់ហ្មងទេព្រោះថាយើងជិះឡាននឹងឡើងមកគេដល់លើនឹងហ្មងហើយខ្ញុំមកដល់ឡើងមានអារម្មណ៍ថាដូចនៅបូកគោយើងអញ្ចឹងបងប្អូនសភាពបែបត្រជាក់ភ្នែកជាពិសេសពេលភ្លៀងអារម្មណ៍ស្រេកស្រេកអញ្ចឹងទៀតណាអារម្មណ៍ថាឡើងដូចនៅបូកគោមែនតែនហ្មងនេះតែសភាពខ្លះៗនៅជុំវិញនឹងឯងខ្ញុំក៏ថតរូបខ្លះៗដើម្បីទុកជាអនុស្សាវរីយ៍អញ្ចឹងទៅបើគិតឡើងវិញមានការតស៊ូខ្លាំងណាស់ដើរលេងហាភ្លៀងកាត់ភ្លៀងសុខចិត្តបាំងឆាត់ថតរូបចាកន្លែងនេះភ្លៀងចាប់ដើមរៀងច្រើនក៏មកឈរជ្រកក្រោមនេះមើលទេសភាពពីលើទៅបងប្អូនក្រុមថារចនាបថអគាររបស់គេហ្នឹងម៉ូដស្តៀងគ្នាពណ៌គេសេរីគ្នាតែអញ្ចឹងឯងកន្លែងនេះវិញកន្លែងគេល្បីដែរបងប្អូនឲ្យតែអ្នកដែលគេមកលេងអង់គ្លេសភិកច្រើនគេមកថតរូបមកលេងកន្លែងហ្នឹងហើយខ្ញុំក៏បានមកដល់ដែរថតរូបឲ្យអូនអ៊ីនហ្វាអីតិចតួចអញ្ចឹងទៅគេកាច់ស្ទាយកាច់អីមកឆ្ងាញ់ហើយម៉ាមីវិញលេងចង់ថតរូបក៏ចាដោយសារត្រូវភ្លៀងផងអីផងលេងមានសម្រស់ឲ្យថតហើយកាច់ស្ទាយក៏មិនចេញដែរអញ្ចឹងមកដើរមើលលេងជុំវិញហ្នឹងមកមើលទេសភាពនៅខាងលើហ្នឹងអញ្ចឹងទៅកន្លែងប្លង់នេះស្អាតណាស់មើលពីក្រោមទៅឃើញទេសភាពឡងស្អាតខ្លាំងហ្មងបន្ទាប់ពីថតរូបលេងអស់ចិត្តអស់ចង់ហើយមេឃក៏ភ្លៀងហើយវារៀងត្រជាក់ផងបងប្អូនអញ្ចឹងពួកខ្ញុំក៏ចុះមកក្រោមវិញហើយយើងក៏តទៅកន្លែងមួយទៀតអានេះគឺនៅចិត្តគ្នានឹងឯងអញ្ចឹងមកដល់ទីតាំងថ្មីនេះក៏មានអីខុសពីមុនដែរបងប្អូនមានទេសភាពលក្ខណៈភ្នំមានអីចឹងទៅបើថាពលឺនៅនឹងធម្មជាតិអញ្ចឹងថតស្អាតមែនតែនហ្មងមានអារម្មណ៍ថានៅហ្នឹងហើយយើងបាបមកអង្គុយលេងមើលទេសភាពបែបស្ងប់ស្ងាត់អីគឺត្រូវខ្លាំងហ្មងហើយខ្ញុំនេះមានណាចូលមើលឲ្យតែស្គាល់មកផ្លេតបញ្ញាប់តទៅទីក្រុងមួយទៀតទាំងបានតែឃើញបានតែស្គាល់តិចនឹងឯងបងអូនអ៊ីនហ្វាវិញមកមានអង្គុយធ្វើថតរូបគេមកបាំងឆាត់ឲ្យតែដល់ពេលមានកូនធំអញ្ចឹងគាត់ចេះយកចិត្តទុកដាក់មកលើយើងវិញអញ្ចឹងមួយយ៉ាងដែរតា